កុំបង្កើតឧបសគ្គពេលមានបញ្ហាបាទសូមបងប្អូនមកចូលរួមប្រធានបទនេះជាមួយខ្ញុំមុននឹងចូលដល់ប្រធានបទសូមបងប្អូនជួយចុចអក្សរជាឬ Subscribe ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាទជាមួយខ្ញុំណាបាទកុំបង្កើតឧបសគ្គពេលមានបញ្ហាបាទកុំបង្កើតឧបសគ្គពេលមានបញ្ហាឬពេលជួបបញ្ហាអញ្ចឹងណាបាទអញ្ចឹងពេលមានបញ្ហាបែរជាកុំបង្កើតឧបសគ្គតើឧបសគ្គនោះវាជាអ្វីបាទតាមពិតពាក្យនេះទ្រឹស្ដីនេះគឺមានអត្ថន័យខ្លាំងណាស់បាទមនុស្សយើងពេលដែលជួបបញ្ហាហ្នឹងគឺមានការភ័យមានការកើតទុក្ខមានការព្រួយបារម្ភមានការខឹងមួម៉ៅអីអញ្ចឹងណាបាទវាមានបញ្ហាកាលណាជួបបញ្ហាការងារឬបញ្ហាអ្វីមួយបញ្ហាផ្សេងនេះវាកើតឡើងបាទបញ្ហាផ្សេងទៀតវាកើតឡើងបញ្ហាផ្សេងដែលកើតឡើងនឹងហើយដែលអាចជាឧបសគ្គវាមិនទាន់បង្កើតឧបសគ្គប៉ុន្តែដែលអាចជាឧបសគ្គអញ្ចឹងយើងទៅថាធ្វើយ៉ាងម៉េចដើម្បីកុំបង្កើតឧបសគ្គពេលមានបញ្ហាបាទយើងទៅធ្វើយ៉ាងម៉េចបាទនៅពេលណាដែលយើងមានបញ្ហាមួយហើយយើងបែរថែមទាំងមានបញ្ហាទី2ទី3ទី4ទី5ទី6យើងឧទាហរណ៍អញ្ចឹងឥឡូវមកថាជួបបញ្ហាការងារអញ្ចឹងមានអារម្មណ៍តូចចិត្តអញ្ចឹងវាជាបញ្ហាមួយទៀតថែមមួយទៀតណាផុតពីតូចចិត្តមានអារម្មណ៍អស់សង្ឃឹមអានេះវាជាបញ្ហាមួយទៀតបាទវាជាបញ្ហាមួយទៀតចឹងឡើងពីបន្ទាប់ពីអស់សង្ឃឹមទៅជាកើតរឿងលែងជឿជាក់លើខ្លួនឯងបាទណាទៅជាបញ្ហាមួយទៀតទៅបញ្ហា3ផុតពីនឹងទៅយើងមានអារម្មណ៍ថាស្អប់ខ្លួនឯងហ្នឹងវាទៅជាបញ្ហាទី4បាទបន្ទាប់ពីបញ្ហាទី4ទៅវាមានបញ្ហាអីច្រើនបន្ថែមទៀតអាហ្នឹងហើយដែលអាចបង្កើតឧបសគ្គមានន័យថានៅពេលដែលយើងជួបបញ្ហាហើយយើងបង្កើតបញ្ហាផ្សេងឡើងថែមទៀតធ្វើឲ្យយើងហ្នឹងធ្លាក់នៅកម្លាំងចិត្តបាទធ្លាក់នៅកម្លាំងចិត្តធ្លាក់នៅកម្លាំងចិត្តគឺជាបញ្ហាធំហ្មងបាទគឺជាបញ្ហាធំហ្មងធ្លាក់នៅកម្លាំងចិត្តអស់នៅជំនឿចិត្តធ្វើឲ្យយើងបាទបោះបង់ធ្វើឲ្យយើងបោះបង់បោះបង់នឹងហើយគឺជាឧបសគ្គបាទបោះបង់នឹងហើយគឺជាឧបសគ្គអញ្ចឹងបានគេថាពេលមានបញ្ហាសូមកុំបង្កើតឧបសគ្គនៅពេលដែលយើងបោះបង់ជួបបញ្ហាយើងបោះបង់ការងារនឹងចោលជួបបញ្ហាយើងបោះបង់ដំណើរចោលមកដែលយើងដើរទៅណាជួបបញ្ហាយើងលែងទៅអាហ្នឹងលែងទៅហ្នឹងគឺជាឧបសគ្គបាទគឺជាឧបសគ្គហើយធ្វើការងារជួបបញ្ហាលែងធ្វើបោះបង់ការងារចោលជប់ធ្វើអាហ្នឹងគឺជាឧបសគ្គបោះបង់គឺជាឧបសគ្គកិច្ចវេះគឺជាឧបសគ្គបាទដោះសានគឺជាឧបសគ្គមិនមែនជាបញ្ហាទេអាហ្នឹងអ្វីដែលបញ្ឈប់អ្វីដែលជាបញ្ហាបញ្ឈប់នៅដំណើរឬនៅការងារឬការគិតវាគឺជាឧបសគ្គបាទបើសិនជាយើងមានបញ្ហាហើយកើតទុក្ខព្រួយក្តុកក្តួលឈឺចាប់តូចចិត្តប៉ុន្តែយើងនៅតែទៅទៀតយើងនៅតែទៅទៀតអាហ្នឹងវាអត់បង្កើតឧបសគ្គនេះវាគ្រាន់តែរាំងស្ទះណាវាគ្រាន់តែឲ្យយើងយឺតបាទវាគ្រាន់តែធ្វើឲ្យយើងយឺតនៅក្នុងដំណើរហ្នឹងប៉ុន្តែបើយើងទុក្ខព្រួយភ័យព្រួយឈឺចាប់ខឹងសបាហើយយើងបោះបង់អាហ្នឹងគឺជាឧបសគ្គពីព្រោះឧបសគ្គហ្នឹងគឺសំដៅទៅលើការបញ្ឈប់បាទសំដៅទៅលើការបញ្ឈប់សកម្មភាពមានតែឈប់ត្រឹមហ្នឹងហ្មងមិនមែនឈប់សិនទេណាឈប់ត្រឹមហ្នឹងហ្មងបញ្ចប់ត្រឹមហ្នឹងហ្មងជោគជ័យក៏ដោយមិនជោគជ័យក៏ដោយបញ្ចប់ត្រឹមហ្នឹងអាហ្នឹងហើយគឺជាឧបសគ្គបាទគឺជាឧបសគ្គអញ្ចឹងប្រធានបទយើងបាននិយាយថាពេលមានបញ្ហាសូមកុំបង្កើតឧបសគ្គបាទអញ្ចឹងនៃរបស់វានៅកន្លែងហ្នឹងបាទអ្វីក៏ដោយការយើងបង្កើតគម្រោងអ្វីមួយក៏ដោយជួបបញ្ហាយើងត្រូវតែរកវិធីដោះស្រាយយើងត្រូវតែស្វែងរកវិធីដោះស្រាយកាលណាយើងស្វែងរកវិធីដោះស្រាយវិធីទាំងនោះវាតែងតែកើតមានឡើងហើយអ្វីត្បិតតែវាមិនកើតភ្លាមប៉ុន្តែវានឹងកើតឡើងបន្តបន្ទាប់គ្នាបន្ទាប់ពីយើងមានវិធីច្រើនហើយយើងនឹងជ្រើសរើសយកវិធីណាមួយដែលមានប្រសិទ្ធភាពទៅដោះស្រាយគម្រោងនោះឬទៅដោះស្រាយការងារនោះ
បាទអញ្ចឹងហើយបានជាមានទ្រឹស្ដីមួយទៀតគេនិយាយថាមានបញ្ហាគឺមានដំណោះស្រាយទីណាមានបញ្ហាទីនោះមានដំណោះស្រាយពាក្យនេះគេចង់ប្រាប់យើងថាបញ្ហាអ្វីក៏ដោយបញ្ហាធំប៉ុណ្ណាក៏ដោយក៏យើងដោះស្រាយចេញដែរគ្រាន់តែភ្លាមនេះយើងដោះវាអត់តាន់ចេញប៉ុន្តែឲ្យតែយើងព្យាយាមតស៊ូអត់ធ្មត់យើងនឹងដោះចេញបញ្ហារបស់យើងថ្ងៃនេះវាជាបញ្ហារបស់គេរួចទៅហើយគ្រាន់តែយើងអត់ដឹងអញ្ចឹងមានន័យថាគេដោះស្រាយគេជួបគេដោះស្រាយរួចទៅហើយប៉ុន្តែយើងទៅមិនជួបទេអញ្ចឹងយើងត្រូវតែមានជំនឿថាយើងកុំគិតថាយើងមិនអាចដោះស្រាយបានកុំគិតថាយើងមិនកើតយើងត្រូវតែមានជំនឿជឿជាក់លើខ្លួនយើងថាយើងអាចដោះស្រាយបានហើយរឿងបញ្ហាវាចេះតែកើតហើយរឿងកំហុសវាចេះតែកើតហើយប៉ុន្តែរឿងដែលសំខាន់បំផុតគឺរឿងដោះស្រាយបញ្ហាគឺរឿងកែប្រែកំហុសបើយើងធ្វើរឿងថ្មីដែលយើងមិនដែលធ្វើយើងដើរផ្លូវថ្មីដែលយើងមិនដែលដើរគឺគង់តែកើតបញ្ហាគឺគង់តែកើតកំហុសទេបាទពីព្រោះវាថ្មីសម្រាប់យើងវាថ្មីវាមិនខុសពីយើងដើរក្នុងទីងងឹតណាវាគង់តែជន់ថ្មវាគង់តែដេញជួបដេញក្លុកអីដួលទិញទួយឬផ្អៀងផ្អងទិញទួយអីវាគង់តែមានវាគង់តែជួបទេប៉ុន្តែរឿងដែលយើងត្រូវដោះស្រាយគឺដោះស្រាយយ៉ាងម៉េចគឺយើងស្វែងរកពន្លឺដើម្បីបំភ្លឺផ្លូវដើម្បីយើងដើរទៅលែងមានបញ្ហាអញ្ចឹងហើយអ្នកដែលអត់បញ្ហាអាចជាអ្នកដែលអត់ធ្វើអាចជាអ្នកដែលអត់ដើរបាទបើប្រសិនបើយើងជាអ្នកធ្វើយើងជាអ្នកដើរយើងតែនឹងជួបបញ្ហាអញ្ចឹងហើយយើងត្រូវតែមានសង្ឃឹមត្រូវតែមានជំនឿចិត្តត្រូវតែមានសេចក្តីក្លាហានជឿថាយើងអាចដោះស្រាយបានបាទយើងត្រូវតែមានចិត្តថាយើងអាចដោះស្រាយបានជឿជាក់អញ្ចឹងហ្មងយើងត្រូវតែមានសង្ឃឹមជានិច្ចហ្មងបាទបើយើងអត់សង្ឃឹមអ្វីវានឹងប្រែទៅជាងងឹតកម្លាំងកាយក៏អស់ជំនឿចិត្តក៏បាត់កម្លាំងចិត្តក៏គ្មានការខិតខំតស៊ូចិត្តខិតខំតស៊ូក៏លែងមានអាចិត្តអត់ធ្មត់ក៏លែងមានព្រោះអស់អាភាពអស់សង្ឃឹមហ្នឹងគឺខ្លាំងណាស់បាទធ្វើឲ្យមនុស្សយើងបាត់បង់អ្វីគ្រប់យ៉ាងភាពអស់សង្ឃឹមគឺជាឧបសគ្គហើយភាពអស់សង្ឃឹមគឺជាឧបសគ្គអញ្ចឹងហើយអ្វីសូមមានបញ្ហាអីតូចក្តីធំក្តីត្រូវតែជឿថាយើងអាចដោះស្រាយបានត្រូវតែជឿថានឹងមានដំណោះស្រាយបាទខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងសូមបងប្អូនកុំមើលងាយខ្លួនឯងបាទពេលជួបបញ្ហាត្រូវតែប្រឹងរកវិធីដោះស្រាយយើងនឹងដោះស្រាយចេញបាទកុំមើលងាយខ្លួនឯងកុំតូចចិត្តកុំអស់សង្ឃឹមបាទខ្ញុំសូមចូលរួមប៉ុណ្ណឹងអ្វីគឺយើងអាចធ្វើបានបាទ